បុរសម្នាក់នេះបានកត់សម្គាល់ឃើញអ្វីប្លែកនៅលើភ្នំសែងខ្មៅកំពុងហុយចេញពីដីប៉ុន្តែពេលគាត់ប៉ះវាម្រាមដីគាត់ក៏ឆេះដោយកំហឹងគាត់បានរើថ្មហើយចាប់ដើមវីកន្លែងដែលសែងហុយចេញមករាល់ការវីគឺធ្វើឲ្យមានសម្លេងលោហៈគាត់ដឹងថាមានរបស់មានតម្លៃកប់នៅខាងក្រោមដែលមិនខ្វល់ពីកម្ដៅរាប់ពាន់អង្សាគាត់ក៏ចាប់ផ្ដើមជីកទីបំផុតគាត់បានរកឃើញដាវបុរាណមួយវាមើលទៅជ្រះចាប់នឹងធម្មតាពីខាងក្រៅប៉ុន្តែអំណាចរបស់វាបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលទាំងស្រុងសូម្បីតែថ្មម៉ាបដ៏រឹងមាំក៏បែកខ្ទេចនៅចំពោះមុខដាវនេះបុរសនោះបានដឹងថាជាមួយនឹងអាវុធនេះគាត់អាចគ្រប់គ្រងលើអ្នករាល់គ្នាភាពលោភលន់របស់គាត់កាន់តែរីកធំឡើងហើយគាត់ក៏ចាប់ផ្ដើមដើរចុះពីលើភ្នំភ្លាមៗនោះសត្វតោមួយក្បាលបានចេញមកពីក្នុងព្រៃគាត់ភ័យខ្លាចណាស់ប៉ុន្តែបន្ទាប់មកគាត់បាននឹកឃើញដាវរបស់គាត់ដោយប្រមូលភាពក្លាហានគាត់ក៏ប្រឈមមុខនឹងសត្វតោពេលវាវ័យប្រហារគាត់ក៏គេចខ្លួនហើយកាត់ពោះវាដោយដាវសត្វតោក៏ងាប់ភ្លាមៗស្ត្រីវ័យក្មេងម្នាក់ដែលឈរនៅក្បែរនោះបានឃើញហេតុការណ៍ទាំងអស់ដោយចាប់អារម្មណ៍នឹងភាពក្លាហានរបស់គាត់នាងបានអញ្ជើញគាត់ឲ្យចូលរួមជាមួយកុលសម្ព័ន្ធរបស់នាងបានប្រាប់គាត់ថាគាត់អាចក្លាយជាមេកុលសម្ព័ន្ធបានមេកុលសម្ព័ន្ធបច្ចុប្បន្នដែលគេស្គាល់ថាជាមេដឹកនាំបានគ្រប់គ្រងព្រៃដ៏ញញួរថ្មដ៏ធំកុលសម្ព័ន្ធជិតខាងទាំងអស់គឺជាសត្រូវរបស់គាត់ប៉ុន្តែដាវរបស់បុរសនោះមានអំណាចខ្លាំងណាស់ដែលគ្រាន់តែវ័យម្ដងគាត់ក៏បំបែកញញួររបស់មេដឹកនាំហើយបានយកឈ្នះគាត់មេដឹកនាំដឹងថាគាត់គ្មានឱកាសទេគាត់បានបបនតំណែងរបស់គាត់ហើយត្រូវបានចូលនៅក្រោមកម្ដៅថ្ងៃដ៏ក្តៅគគុកមិនយូរប៉ុន្មានសត្វហ្គូរីឡាដ៏ធំមួយបានមកចំអកឲ្យគាត់ដោយកំហឹងមេដឹកនាំបានបំបែកខ្សែពួរនៅជុំវិញក្បាលរបស់គាត់ហើយវេសត្វហ្គូរីឡាឲ្យស្លាប់ដោយដំបងឈើបន្ទាប់ពីថ្ងៃនោះមកមេដឹកនាំក៏រស់នៅម្នាក់ឯងក្នុងព្រៃគាត់ជាអ្នកប្រមាញ់ដ៏ជំនាញដូច្នេះគាត់មិនដែលខ្វះអាហារទេទន្ទឹមនឹងគ្នានោះប្រជាជននៃកុលសម្ព័ន្ធចាស់របស់គាត់នៅតែពឹងផ្អែកលើការប្រមាញ់ប៉ុន្តែប្រជាជននៅទីនេះភ័យខ្លាចសត្វព្រៃនៅពេលណាដែលមានសត្វមកជិតអ្នករាល់គ្នាក៏រត់គេងខ្លួនមេដឹកនាំបានប្រាប់មេកុលសម្ព័ន្ធថាគាត់អាចបង្រៀនពួកគេពីរបៀបប្រមាញ់ប៉ុន្តែមេកុលសម្ព័ន្ធបានបដិសេធគាត់ចង់រស់នៅដោយសន្តិភាពគាត់មិនដឹងថាមានគ្រោះថ្នាក់ដ៏ធំកំពុងតែមករកពួកគេទន្ទឹមនឹងគ្នានោះបុរសនោះបានទទួលដំណឹងអំពីកុលសម្ព័ន្ធនេះពីចារកម្មរបស់គាត់នៅពេលដែលគាត់ដឹងថាពួកគេគ្មានអាវុធគាត់ក៏បានពេលប្រហារជាមួយប្រជាជនរបស់គាត់ដោយមិនចាំបាច់ប្រយុទ្ធគាត់ក៏បានចាប់យកកុលសម្ព័ន្ធទាំងមូលចាប់ពីថ្ងៃនោះមកកុលសម្ព័ន្ធនោះបានខ្លាយជាទាសកររបស់គាត់ពួកគេធ្វើការឲ្យគាត់ទាំងយប់ទាំងថ្ងៃអ្នកណាដែលខ្ជិលនឹងត្រូវទទួលទោសបីជាពេលទំនេរក៏ដោយហើយពួកគេត្រូវបានបង្ខំឲ្យរើផ្លែឈើពីក្នុងព្រៃភ្លាមនោះមេដឹកនាំក៏ត្រឡប់មកវិញជាមួយក្រុមទ័ពរបស់គាត់ដោយកាន់ដាវដែកនៅក្នុងដៃគាត់បានប្រឈមមុខនឹងបុរសនោះតាមពិតទៅបុរសនោះបានរកឃើញដាវដែកហើយបានបង្កើតអាវុធជាច្រើនពីវាទោះជាយ៉ាងណាក៏ដោយគាត់មិនអាចបំបែកមេដឹកនាំបានទេនៅទីបំផុតមេដឹកនាំបានដេញគាត់ចេញដោយឃើញភាពក្លាហានរបស់គាត់ក៏សម្ព័ន្ធបានតែងតាំងគាត់ជាមេដឹកនាំម្ដងទៀតដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារលើក្រោយគាត់បានហ្វឹកហាត់អ្នករាល់គ្នាឲ្យចេះប្រយុទ្ធថ្ងៃមួយខណៈពេលកំពុងសម្រាកគាត់បានកត់សម្គាល់មេឈើដែលអាចបុតបានភ្លាមនោះគាត់ក៏នឹកឃើញគំនិតថ្មីគាត់បានចងខ្សែនៅចុងទាំងពីរនៃមេឈើដែលបង្កើតជាធ្នូដំបូងបង្អស់ផ្គូផ្គងជាមួយព្រួញមុតស្ក្រួយដែលคล้ายជាអាវុធដ៏មានអំណាចខ្លាំងប៉ុន្តែនឹងគ្នានោះបុរសនោះកំពុងត្រៀមខ្លួនសងសឹកទោះបីជាឈ្នះក៏ដោយមេដឹកនាំរូបនោះក៏មិនសប្បាយចិត្តដែរគាត់មិនចង់ឲ្យកុលសម្ព័ន្ធរបស់គាត់คล้ายជាមនុស្សហិង្សាទេដូច្នេះគាត់ក៏បោះអាវុធទាំងអស់ទៅក្នុងសមុទ្របន្ទាប់ពីនោះមកគាត់ក៏ប្រើបច្ចេកទេសកសិកម្មកាន់តែប្រសើរដើម្បីធ្វើឲ្យកុលសម្ព័ន្ធរបស់គាត់មានសន្តិភាពនិងភាពរុងរឿង